สุดท้ายบางคนต่อគ្នាសពទុកយ៉ាងណាដែរនៅក្នុងឆ្នាំ2026នេះតាំងពីមានសង្គ្រាមមកខ្ញុំខានធ្វើវីដេអូយូរខ្លាំងមែនតើនៅក្នុងវីដេអូនេះខ្ញុំនិយាយរាងខ្លីដែរទេដោយសារតែអ្វីដែលខ្ញុំហួសចិត្តខ្លាំងបំផុតនៅពេលដែលខ្ញុំកំពុងតែធ្វើវីដេអូតាក់ទងទៅនឹង Vivo X Fold ដែលខ្ញុំប្រើប្រាស់វារយៈពេល75ខែមកនេះខ្ញុំទៅតែចាប់ផ្ដើមធ្វើវីដេអូអំពីវារយៈពេលប្រហែលថ្ងៃនេះទេប៉ុន្តែអ្វីដែលជារឿងហួសចិត្តហ្នឹងគឺវាត្រូវបានឡើងឆ្នោតអេក្រង់អូខេអញ្ចឹងវាអាចចាប់ទុកថាជាបទពិសោធន៍មួយដែលជួយជាប់សម្រាប់ខ្ញុំខ្លាំងមែនតើដោយសារតែកាលពីលើកមុនខ្ញុំធ្លាប់ជួបបទពិសោធន៍ជាមួយនឹង Samsung បាទឥឡូវនេះមកប៉ះមកលើខ្ញុំខាតអស់បាទខ្ទង់1លឹក2លឹកបាទ2លឹកអីដែរអូខេអញ្ចឹងវីដេអូនេះគឺលេីឡំគ្នាដោយសារតែពាក់កណ្ដាលដែលខ្ញុំកំពុងតែថតហ្នឹងគឺត្រូវបានវាឡើងឆ្នោតអេក្រង់អញ្ចឹងអធិស្ឋានផងអូខេអញ្ចឹងខ្ញុំនឹងនិយាយពីបទពិសោធន៍ខ្លះទៅទៅនឹងទូរស័ព្ទខ្ទង់$400នៅក្នុងឆ្នាំ2026នេះដែលវាជាប្រភេទអេក្រង់បត់តែបើទៅ Vivo ប្រភេទ X Fold នេះគឺយើងមិនងាយរកទិញនៅលើទីផ្សារនាពេលបច្ចុប្បន្នទេដោយសារតែវាអត់ទូលំទូលាយដូចទៅនឹងក្រុមហ៊ុន Samsung ទេមានន័យថានៅពេលអ្នកនរគ្នាមានលុយទង់ពី$300ទៅ$400អ្នកនរគ្នាអាចរកទិញ set full 4បានអញ្ចឹងណាប៉ុន្តែនៅពេលដែលអ្នកនរគ្នាមានលុយប៉ុណ្ណឹងហើយចង់ទិញ Vivo ដែលខ្ញុំកំពុងតែថតនៅក្នុងវីដេអូនេះគឺពិបាករកខ្លាំងមែនទែនដោយសារតែវាអត់សូវមានច្រើនទេនៅក្នុងស្រុកខ្មែរយើងព្រោះកាលវាចេញដំបូងគឺវាថ្លៃខ្លាំងហើយវាក៏ជាទូរស័ព្ទមួយដែលអត់សូវមានអ្នកប្រើច្រើននៅប្រទេសកម្ពុជាយ៉ាងទេអូខេអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ Vivo X Fold នេះគឺវាធ្ងន់ខ្លាំងបាទទម្ងន់របស់វារហូតដល់ជាង300ក្រាមហើយចំណែកឯកម្រាស់របស់វាហ្នឹងគឺក្រាស់អញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំនិយាយអំពីចំណុចល្អរបស់វាទៅមុនទី1គឺតាក់ទងទៅនឹងការបើកបិទនៃអេក្រង់មានន័យថាទូរស័ព្ទនេះគឺពិតជាមាំខ្លាំងមែនទែនជាមួយនឹងកន្លឹះឬក៏អាហ៊ីងបើកបិទរបស់វាហ្នឹងមានអារម្មណ៍ថាវាមាំខ្លាំងបាទដោយសារតែការផលិត design របស់វាមកនេះគឺយើងឃើញថាជាដែកមាំដែកទាំងតាប់តែម្ដងជាមួយនឹងហ៊ីងផងវានៅក្នុងការបើកបិទហើយចំណុចទី2ហ្នឹងគឺតាក់ទងទៅនឹងអេក្រង់ផងវាហ្នឹងគឺយើងឃើញថាមានសភាពមាំល្អខ្លាំងមែនទែនបាទអេក្រង់ខាងក្នុងវាហ្នឹងចំណុចទី2ហ្នឹងគឺទៅលើការ scan កញ្ចក់ដៃក្រោមអេក្រង់ដែលយើងឃើញថាវាអាច scan បានលឿនជាពិសេសគឺវា scan បានទាំងអេក្រង់ខាងមុខនិង scan បានទាំងអេក្រង់ខាងក្នុងអញ្ចឹងវាពិតជាពិសេសមែនទែនបើសិនជាយើងប្រៀបធៀបជាមួយនឹង brand ដទៃយើងឃើញថាអត់សូវឃើញមានការពាក់ scan បាទកញ្ចក់ដៃក្រោមអេក្រង់ទេទោះបីទូរស័ព្ទនឹងទើបតែចេញស៊េរីថ្មីក៏ដោយអូខេអញ្ចឹងចំណុចល្អទី3គឺតាក់ទងទៅនឹងកាមេរ៉ាផងវាអញ្ចឹងយើងដឹងហើយថា Vivo X Fold នេះគឺប្រើប្រាស់ជាមួយនឹងកាមេរ៉ាប្រភេទ size ការចាប់ចែងការរៀបចំ color ផងវា size អិនផងវាហ្នឹងគឺពពួក professional ដែលកាន់ទៅនឹងក្រុមហ៊ុន size ហ្នឹងយើងដឹងហើយថាការថតធម្មតាខ្ញុំពិតជាស្រឡាញ់មែនទែនជាមួយនឹងការថត product ទូទៅហ្នឹងយើងឃើញទី1គឺឲ្យ color មកឲ្យផុសឲ្យដែតហ្មងហើយនៅពេលដែលយើងថតមនុស្សយើងឃើញថា skin tone របស់មនុស្សហ្នឹងគឺរាងស្អាតហើយក៏អត់សូវឡើងគំនូដែរបាទវាខុសពីទូរស័ព្ទដទៃបើសិនជាយើងប្រៀបធៀបគ្នាជាមួយនឹងតម្លៃប៉ុណ្ណឹងហើយតាក់ទងទៅនឹងចំនួនប្រហែលគ្នាហើយអ្វីដែលខ្ញុំសរសើរមួយទៀតហ្នឹងគឺតាក់ទងទៅនឹងការ zoom ទូរស័ព្ទនេះមាន lens រហូតដល់4គ្រាប់ហើយ lens ទី4ហ្នឹងគឺជា lens zoom ដែលអាច zoom បានរហូតដល់5ដងបាទ optical zoom អញ្ចឹងវា zoom បានឆ្ងាយលើសពីទូរស័ព្ទដទៃបើសិនជាយើងក៏លេខទៅមើលការចេញឆ្នាំតាណាគ្នាឬក៏អាចនិយាយបានថារហូតមកដល់បច្ចុប្បន្ននេះក៏នៅតែទូរស័ព្ទអេក្រង់បត់ខ្លះបាទនៅធ្វើការ zoom មកតាមល្អផង Vivo X Fold នេះគឺរាប់ទុកថាអែមប៉ុណ្ណឹងហើយទាំងកាមេរ៉ាមុខខ្លួនវាហ្នឹងក៏ថតបានល្អអ្វីដែលខ្ញុំកំពុងតែថតហ្នឹងគឺថតនៅក្នុងកាមេរ៉ា Vivo X Fold ហ្នឹងឯងមានន័យថា sensor វាធំជាងទូរស័ព្ទអេក្រង់បត់ធម្មតាហើយវាបើកពន្លឺបានល្អបាទខ្ញុំធ្លាប់ប្រើ Z Full 4ធ្លាប់ប្រើ Z Full 5ក៏ខ្ញុំឃើញថាកាមេរ៉ារបស់វាតាក់ទងទៅនឹងកាមេរ៉ាមុខនៅតែចាញ់ Vivo X Fold នេះហើយតាក់ទងមួយទៀតបាទកាមេរ៉ាវានេះគឺល្អមែនតើវាមានមុខងារមួយគឺហៅថា Super Night Mode មានន័យថានៅពេលដែលយើងថតវីដេអូអីគឺយើងអាចបើកអាមុខងារហ្នឹងធ្វើឲ្យ noise ហ្នឹងគឺតិចខ្លាំងជាងមុនប៉ុន្តែក៏កាត់បន្ថយ detail ផងដែរបាទអញ្ចឹងវាល្អបាទវាមានមុខងារមួយហ្នឹងចំពោះចំណុចទី4ខ្ញុំគិតថាវាល្អសម្រាប់ទូរស័ព្ទនេះគឺតាក់ទងទៅនឹងអេក្រង់ខាងក្នុងដែលវាមានទំហំធំខ្លាំងមែនតើបាទអញ្ចឹងបើសិនជាអ្នកនរគ្នាប្រើអេក្រង់បត់ទូរស័ព្ទម្ដងនេះក្នុងតម្លៃប៉ុណ្ណឹងគឺវាពិតជាផ្ដល់អេក្រង់មកបានធំហើយមាត់ល្អមែនទែនដោយសារតែ Vivo X Fold នេះគឺធំទាំងអេក្រង់ខាងក្នុងហើយធំទាំងអេក្រង់ខាងមុខដោយសារតែអញ្ចេះទេបើសិនជាអ្នកគ្នាធ្លាប់ប្រើ Sony ដឹងហើយគឺ Sony ប្រើប្រាស់ជាប្រភេទអេក្រង់ 21:9 ជាប្រភេទអេក្រង់ខ្នាតកុនអញ្ចឹង Vivo X Fold នេះក៏ដូចគ្នាដែរអេក្រង់ខាងមុខរបស់វាហ្នឹងគឺជាប្រភេទអេក្រង់ខ្នាតកុនដូចគ្នាអញ្ចឹងគឺនៅពេលដែលយើងប្រើមានអារម្មណ៍ថាអែមខ្លាំងមែនទែនវាដូចជាទូរស័ព្ទដែលចេញនៅក្នុងឆ្នាំ2025នេះអញ្ចឹង
បាទហើយវាពិតជាអែមវាដូចទៅនឹង full 4 ឬក៏ full 5 ដែលខ្ញុំធ្លាប់ប្រើកាលពីក្រុមហ៊ុន Samsung ទេដែលវាមានអេក្រង់ខាងមុខគឺតូចរាងតូចបន្តិចប៉ុន្តែសម្រាប់ X Fold នេះគឺអែមចំពោះចំណុចទី5គឺទៅទៅនឹង speaker ទូរស័ព្ទនេះពិតជាមាន speaker ឮខ្លាំងល្អមែនទែនហើយឮធ្ងន់ទៀតអញ្ចឹងដោយសារតែរូបរាងដ៏ក្រាស់របស់វានេះវាអាចញាត់ speaker បាន2គ្រាប់ធំហើយពិតជាឮខ្លាំងល្អហើយសរុបមកវិញចំណុចល្អដែលខ្ញុំគិតថាដែលខ្ញុំចូលចិត្តនៅលើ Vivo X Fold គឺមានតែប៉ុណ្្នឹងឯងរីឯចំណុចអាក្រក់បាទដែលខ្ញុំអត់ចូលចិត្តមកហ្នឹងគឺទី1គឺទៅទៅនឹងបាទ software របស់វានៅពេលដែលខ្ញុំប្រើ YouTube គឺខ្ញុំពិតជាថាំចិត្តខ្លាំងមែនទែនជាពិសេសគឺនៅពេលដែលខ្ញុំលាបអេក្រង់ធំខ្ញុំប្រើ YouTube គឺវាអាលអួលខ្លាំងវាសារពេលខ្លះសារទៅទេវាកាំងវាបិទកម្មវិធី YouTube អូតូម៉ាទិកហ្មងធ្វើការយើងបើកលោតបើនិយាយចំទៅគឺអ្នកនរគ្នាមើល YouTube គឺពិបាកខ្លាំងមែនទែនហ្មងលុះត្រាតែអ្នកនរគ្នាមើលហើយកុំឲ្យសារហើយកុំឲ្យចូលវីដេអូអីញ៉ៃអីចឹងមើលគឺមើលរហូតហ្មងបាទបើមិនជាមើលសារចុះសារឡើងអីគឺដឹងតែកាំងហើយបាទហ្នឹងជាចំណុចមួយដែលខ្ញុំគិតថា software វាគឺអន់អាកន្លែងហ្នឹងហើយមិនថាអ្នកនរគ្នាប្រើទូទៅទេគឺវាអត់ស្រួលប្រើដូចទៅនឹង set full 4 ឬក៏ set full 5ទេមានអារម្មណ៍ថាវា delay មានអារម្មណ៍ថាម៉ាស៊ីនវាដូចរត់តឹងមែនទែនជាមួយនឹងបាទប្រព័ន្ធដំណើរការនៅក្នុងនេះហើយចំពោះចំណុចទី2ហ្នឹងគឺទៅលើការសាកថ្មមានន័យថាទូរស័ព្ទនេះពិតជារើសឆ្នាំងសាកខ្លាំងមែនទែនមានន័យថាលុះត្រាតែអ្នកនរគ្នាសាកឆ្នាំងសាកស៊ីនផងវាឬក៏អ្នកនរគ្នាអាចថារកទិញនៅខាងក្រៅបានដែរខ្ញុំមានឆ្នាំងសាកប្រភេទហ្នឹងប៉ុន្តែគាត់ថាបើសិនជាខ្ញុំយកឆ្នាំងសាកប្រភេទផ្សេងមកគឺពិបាករកបាទឆ្នាំងសាក copy អាចសាកបានប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមានបទពិសោធន៍នៅក្នុងការប្រើប្រាស់ខ្ញុំអាចណែនាំឆ្នាំងសាកទៅកាន់បងប្អូនទាំងគ្នាបានចំណុចអាក្រក់ទី3ដែលខ្ញុំអត់ចូលចិត្តមួយទៀតហ្នឹងគឺតាក់ទងទៅនឹងបញ្ហាដែលខ្ញុំកំពុងតែកើតមាននេះឯងខ្ញុំមិនដឹងថាទូរស័ព្ទប្រណិត័យវាអញ្ចឹងឬអត់ទេសម្រាប់ខ្ញុំផ្ទាល់ Vivo X Fold នេះខ្ញុំប្រើធម្មតាខ្ញុំយកមកប្រើហ្គេមគឺខ្ញុំអត់លេងយល់ទៅទូរស័ព្ទ Vivo X Fold នេះគឺខ្ញុំអត់សូវបានប្រើវាឲ្យថាធ្ងន់ទេដោយសារតែខ្ញុំមានទូរស័ព្ទផ្សេងដែលខ្ញុំត្រូវប្រើដូចជា iPhone នេះជាដើមអញ្ចឹងណាប៉ុន្តែគ្រាន់តែរឿងចែកដល់មួយខ្ញុំបានជួបនោះនៅពេលដែលខ្ញុំលេង Facebook ឬក៏លេងបណ្ដាញសង្គមអីផ្សេងៗហ្នឹងកំពុងតែមើលហ្នឹងគឺវាលោតអាឆ្នោតនឹងចេញមកបាទលោតចេញមកដំបូងគឺខ្ញុំរាំងភ្ញាក់ផ្អើលហើយខ្ញុំស្មានថាហ្នឹងកម្មវិធីគេដាក់ឲ្យឆ្នោតដើរអីចឹងណាបាទដល់ពេលខ្ញុំអូសចេញទៅគាត់ដឹងថាតាមពិតទៅវាខូចអេក្រង់បាទអញ្ចឹងវាពិតជារឿងមួយដែលខ្ញុំហួសចិត្តខ្លាំងមែនទែនកំពុងតែប្រើសុកសូម្បីតែធ្លាក់គឺអត់ដែរធ្លាក់ផងវាបែរទៅជាមានរឿងនឹងកើតឡើងអូខេអញ្ចឹងខ្ញុំគិតថានេះគឺជាទូរស័ព្ទអេក្រង់បត់មួយដែលមានការផលិតមើលទៅមាំមើលទៅហាប់ណែនមើលទៅធ្ងន់បាទហើយវាមានចំណុចល្អហើយនិងចំណុចអាក្រក់ប៉ុន្តែខ្ញុំគិតថាវាជាទូរស័ព្ទមួយដែលពិបាករកទីផ្សារនៅក្នុងការលក់ចេញវិញហើយមួយវិញទៀតគឺប្រព័ន្ធដំណើរការវានឹងគឺអត់ល្អទេហើយតម្លៃខ្ទង់$400បើសិនជាប្រៀបធៀបជាមួយនឹង Samsung នៅពេលនេះគឺខ្ញុំគិតថាឬមួយ Samsung អត់រួចទេព្រោះអី Samsung ក៏តម្លៃល្អដែរបច្ចុប្បន្នហើយកាមេរ៉ាវាខ្ញុំទទួលស្គាល់ថាវាល្អជាង Samsung អេក្រង់ខាងក្នុងធំជាងថ្មវាក៏មិនកាន់ជាង Samsung Set Full 4 ឬក៏ Set Full 5ដែរពិបាករកឆ្នាំងសាកសរុបជារួមមកគឺទូរស័ព្ទនេះមិនសូវល្អទេសម្រាប់ខ្ញុំគឺអាចនិយាយបានថាបានបន្ទុកបាទ5លើ10បាទនៅក្នុងតម្លៃ400ទូរស័ព្ទអេក្រង់បត់បាទឬក៏អាចថា390ចុះអូខេអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងបើសិនជាអ្នកគ្នាចូលចិត្តបាទកុំភ្លេចជួយ like subscribe ហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូឲ្យបានច្រើនចាប់ពីពេលនេះទៅដោយសារតែខ្ញុំមានទូរស័ព្ទជាច្រើននៅក្នុងដៃប៉ុន្តែខ្ញុំអត់បានធ្វើវីដេអូមានន័យថាđangរវល់ដែរមួយរយៈហ្នឹងហើយបូកផ្សំជាមួយនឹងប្រទេសជាតិយើងវាអត់សូវស្រួលបួលផងខ្ញុំក៏អត់មានពេលហើយណាមួយក៏អត់ហ៊ានចេញដែរព្រោះអីយើងកំពុងតែដូចឲ្យបានដឹងអញ្ចឹងគឺបាទចៅថៃវាឆ្លៀនពៀនយើងអញ្ចឹងណាបាទហើយយើងក៏មានអារម្មណ៍ថាខឹងក្តៅក្រហាយជាមួយនឹងពួកអាចោអស់នឹងដែរហ្នឹងហើយអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងបាទជួបអ្នកនរគ្នានៅវីដេអូក្រោយបាទសូម